하지 마 baby 너에게 줄 선물이 여기 있는데 오늘은 집에 가지 마 ស្វាគមន៍មកគ្នាមក blog ទៅលេងកោះត្រថ្ងៃទី1នេះគឺជាសកម្មភាពយើងចេញដំបូងគឺនៅព្រាមអ្នកមិនធ្វើធ្វើដំណើរតាមលើទៅកពតឆ្លងកាត់ខេត្តកែបឡានដេយំរហូតដល់ព្រំដែនតមកយើងក៏បន្តតាក់ស៊ីតរហូតដល់កំពង់ផែនេះគឺជាលើអូប័រដានឡើងចេញទៅកោះត្រហើយមើលទៅដៃសមុទ្រគេនេះបាទហើយនេះគឺជាភ្ញៀវទេសចរកប់កញមែនតើជាពិសេសគឺភ្ញៀវខ្មែរហើយកន្លែងនេះវិញ space រៀងជាបន្តិចតែទទួលយកបានអូយកុំច្រឡំទៅស្ពានកំពង់ចាមណានេះគឺស្ពានហាត់ទៀងអូខេទេសភាពមកសមុទ្រចេញទៅហើយទឹកឡូវវាយព្រួតញាក់តែម្ដងទេសភាពស្អាតក៏ធ្វើសើមួយជឿឈៀលនៅតាមអូប័រមើលទេសភាពសមុទ្របាននេះគឺទេសភាពនៅខាងក្រោយសាឡាងក៏ចេញទៅក្រោយថត fresh view អូយ fresh ហើយខ្យល់វិញញាក់តែរសារពីអ្នកខូចជួបបរិយបានអស់តោះតែម្ដងនេះទេសភាពមើលសត្វកោះសភ្នំអូប័រតុងនឹងអត់ដាច់សោះតុងអូខេឆ្លៀតយក freestyle មួយឈៀលជាមួយខ្យល់ធម្មជាតិទឹកសមុទ្រអូខេភ្លេចខ្លួនក៏មកដល់កំពង់ផែបាទអូវ៉ាលីដើរទៅរកតាក់ស៊ីទៅកណ្ដាលក្រុងដើម្បីទៅរកហូតែលគេងក៏ជិះ selfie មួយដើម្បីយក memory អីចឹងណាអូខេយើងចាប់ដើមចេញទៅហើយនេះដើរតូនអូខេមកដល់កោះត្រល់ហើយ Phuket Iceland អូខេក៏បន្តតាក់ស៊ីទៅហូតែលអូខេធ្វើដំណើរតាមផ្លូវមកញ៉ាំបាយតំបន់គេញ៉ាំហូប local ក៏ចាប់ដើមជួលម៉ូតូជួលឲ្យ check in ហើយក៏ជួលម៉ូតូចេញទៅ Grand Wall ក៏ដៅទី1តាមផ្លូវក៏ឆ្លៀតដាក់មកវីដេអូនៅលើម៉ូតូអីចឹងណាវិញ cool ដែរហ្នឹងពេលខ្លះណា feeling ពីអ្នកប្រពន្ធមកដល់យើងហន់តិចអូខេឥឡូវយើងមកដល់ Grand Wall ហើយសៀតធ្វើអា tram សិចគេរត់ដេញតាមហ្នឹងតែបានដល់មកវីដេអូណាចប់ប្រយអូខេនេះគឺជាកន្លែងគេល្បីដើរមកស័យប្រហែលម៉ឺនគេហ្នឹងក៏ឆ្លៀតដាក់មកប៉ោះដែរទៅ selfie មួយពប់អូខេនេះគឺជា Grand Wall តំបន់ផ្ទះពណ៌ផ្ទះសម្បូរពណ៌ក៏ជា selfie មួយពីអ្នកប្រពន្ធឈៀលមើលទេសភាពនៅជុំវិញខ្លួនហើយក៏ជាដាក់ drone នៅវីដេអូអូខេទេសភាព view ញ៉ាអូខេរីករាយជាមួយនឹងវីដេអូ drone មួយមើលទេសភាពនៅ Grand Wall ស្អាតកម្រិតណាអូខេសកម្មតាអ្នកទាំងអស់គ្នានឹងមានឱកាសបានមកលេងនៅទីនេះថតរូប 10000 ស្លឹកក៏ថតមិនអស់ដែរសម្បូរកន្លែងថតសាហាវអូខេមិនចប់ពីការដើរលេងយើងក៏ត្រឡប់មកអូតែលយើងវិញជិះម៉ូតូតាមផ្លូវឆ្លៀតដាក់មកវីដេអូទៅមើល view មួកវៀតណាមហ្នឹងលើបមួកហ្នឹងហ្មងដល់ក៏បើមានជំរឿអត់ពាក់ទេហ្នឹងហើយដល់មកដល់តែលក៏ចាប់ក៏ដើរយកមកដល់សារីត្រី Phuket Night Market ដើរមើលគេមើលអីលេងឆ្លៀតមើលវត្ថុអនុស្សាវរីយ៍ក្អៅទិញពាក់ទុកធ្វើមកផ្ទះមកអីចឹងហ្នឹងហើយហើយអូនេះនំអីចំណេញអូខេបន្តមកក៏ឆ្លៀតដាក់ Hannigan មកឈុតជាមួយនឹងបកាខ្យងអីចឹងណាបែប local ពេលយប់មួយបន្តមក vlog យើងក៏បានចប់ថ្ងៃទី1ត្រឹមពេលនេះ